បងប្អូនទាំងគ្នាប្រទេសអាណែវកំពុងតែជួបភាពវឹកវរជាខ្លាំងខណៈដែលបរទេសជុំវិញពិភពលោកត្រូវបានណែនាំកុំឲ្យចូលប្រទេសថៃនៅក្នុងពេលនេះប្រទេសថៃកំពុងតែស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់បំផុតមួយជាមួយនឹងការចាប់ចម្រិតចោលប្លន់បោកប្រាស់ការជួញដូរគ្រឿងញៀនដើម្បីសុវត្ថិភាពជនបរទេសគួរតែជៀសវាងប្រទេសដ៏គ្រោះថ្នាក់នោះកាលពីថ្ងៃសុក្រទី31ខែកក្កដាឆ្នាំ2026ប៉ូលីសនៅក្នុងប្រទេសថៃទីបំផុតបានចាប់ខ្លួនបុរសជាជនសង្ស័យ2នាក់នៅក្នុងករណីបាត់ខ្លួនបងប្អូនជនជាតិរុស្ស៊ី2នាក់ប៉ុន្មានថ្ងៃមកនេះបើយោងទៅតាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកថៃនារីឈ្មោះ Diana Nasimova អាយុ22ឆ្នាំនិងប្អូនប្រុសរបស់នាងឈ្មោះ Roman Nasimova អាយុ17ឆ្នាំត្រូវបានម្ដាយពួកគេរាយការណ៍ថាបានបាត់ខ្លួនកាលពីថ្ងៃទី26ខែកក្កដានៅក្នុងទីក្រុងប៉ាតាយានៅខេត្តឈុនបុរីក្រោយពីជិះម៉ូតូរបស់ពួកគេម៉ាក Honda ADV 150បុរសទាំងពីរនាក់នោះបានឆ្លើយសារភាពថាពួកគេពិតជាបានសម្លាប់បងប្អូនជនជាតិរុស្ស៊ីទាំងពីរនាក់នោះពិតប្រាកដមែននៅពេលដែលព្យាយាមប្លន់យកម៉ូតូប៉ុន្តែ Diana និង Roman មិនព្រមឲ្យតាមសម្រួលនោះទេបើតាមចម្លើយសារភាពឃាតករទាំងពីរនាក់បានយកសាកសពពួកគេទៅកប់ចោលនៅលើភ្នំខៅជីច័ន្ទនៅក្នុងខេត្តឈុនបុរីដើម្បីលាក់បាំងបទឧក្រិដ្ឋដ៏ឃោរឃៅមុនពេលដែលរត់គេចខ្លួនគូបញ្ជាក់ថាគ្រួសាររបស់ Diana និង Roman ត្រូវបានគេរាយការណ៍ថាបានផ្លាស់ពីទីលំនៅនៅឯប្រទេសរុស្ស៊ីមកកាន់ប្រទេសថៃកាលពីអំឡុងឆ្នាំ2021ស្របពេលករណីឃាតកម្មជនជាតិរុស្ស៊ីពីអ្នកបងប្អូននេះហើយធ្វើឲ្យប្រទេសថៃផ្ទុះខ្លាំងពីពេញពិភពលោកឈានដល់ធ្វើឲ្យប្រទេសមួយចំនួនប្រមានបរដ្ឋខ្លួនកុំឲ្យទៅលេងប្រទេសថៃនោះស្រាប់តែពេលនេះនាយករដ្ឋមន្ត្រីអនុទានបានធ្វើការសុំទោសទៅកាន់ប្រទេសរុស្ស៊ីយ៉ាងញ័រមាត់ហើយខំបកស្រាយថាប្រទេសថៃមានសុវត្ថិភាពណាស់ទោះបីជាមានរឿងបែបនេះកើតឡើងក៏ដោយតាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាពគេឃើញអ្នកទាំងពីរឈប់ជជែកជាមួយនឹងអ្នកជិះម៉ូតូម្នាក់ទៀតប្រហែល2នាទីនៅក្រោមស្ពានអាកាសផ្លូវល្បឿនលឿនបន្ទាប់មកក៏មានម៉ូតូមួយគ្រឿងទៀតបើកបោកដេញតាមពីក្រោយយ៉ាងប្រគាកមុនពេលដាក់បាត់ដានទាំងស្រុងលោកអនុទានត្រូវបានដកស្រង់សម្ដីផ្សព្វផ្សាយដោយបាននិយាយថារដ្ឋាភិបាលនឹងមិនគាំទ្រការយកយល់ឬសម្រាលទោសដល់ជនទាំងឡាយណាដែលត្រូវបានផ្ដន្ទាទោសក្នុងរឿងក្តីនេះឡើយហើយបានបញ្ជាឲ្យនគរបាលតាមស្វែងរកនិងចាត់វិធានការលើអ្នកពាក់ព័ន្ធទាំងអស់ទៅតាមផ្លូវច្បាប់ឲ្យដល់ទីបំផុតនៅក្នុងករណីបាត់ខ្លួនជនជាតិរុស្ស៊ីជាបងប្អូនបង្កើតនឹងគ្នានេះសមត្ថកិច្ចថៃកាលពីថ្ងៃសុក្របានចាប់ខ្លួនជនសង្ស័យ2នាក់ខណៈសំណុំរឿងនេះកំពុងតែផ្ទុះផ្អើលខ្លាំងនៅក្នុងប្រទេសថៃដោយគេសន្និដ្ឋានថាអាចជាករណីចាប់ចម្រិតនិងឃាតកម្មហើយនៅក្នុងប្រទេសថៃចាប់ផ្ដើមផ្សាយព័ត៌មានមិនពិតនិងលាបពណ៌គ្នាឯងស្របពេលដែលស្ថានភាពភាគខាងត្បូងកំពុងតែវឹកវរស្របពេលដែលស្ថានភាពភាគខាងត្បូងប្រទេសថៃកំពុងតែជ្រួលច្របល់ខ្លាំងក៏ជាន់ទៅហើយនោះក៏ស្រាប់តែមានភាពចលាចលមួយទៀតជាន់ដោយថៃគ្នាឯងនាំគ្នាផ្សព្វផ្សាយព័ត៌មានคล้ายៗនិងលាបពណ៌គ្នាឯងបង្កើតរឿងឲ្យកាន់តែឈឺក្បាលកាន់តែធ្ងន់ធ្ងរទៅរហូតដោះស្រាយលែងចេញសូមជម្រាបជាថ្មីមុនពេលដាក់បាត់ខ្លួនដែរណាបានប្រាប់ម្ដាយថានាងមានអារម្មណ៍ដូចមានគេតាមហើយទូរស័ព្ទ iPhone របស់នាងបានលោតសារប្រមានថាមានឧបករណ៍ Bluetooth ផ្នែកដូចជា AirTag កំពុងតែធ្វើដំណើរតាមជាប់ជាមួយនាងចុងក្រោយបង្អស់ដែលនាងផ្ញើទៅកាន់ម្ដាយរបស់នាងគឺពាក្យថាបន្ទាន់ចំណែកឯអាជ្ញាធរទេសចរថៃកំពុងតែដេកភ័យខ្លួនផងដែរក្រោយពីមានហេតុការណ៍នេះកើតឡើងប៉ះពាល់ដល់ជនជាតិអ៊ីតាលីនិងចិននៅរយៈពេលប្រមាណថ្ងៃចុងក្រោយនេះដោយឥឡូវអាជ្ញាធរទេសចរថៃបានសម្ដែងការក្តីបារម្ភអំពីរឿងកាន់តែធំឡើងអាចកាន់តែធ្វើឲ្យមានការប៉ះពាល់ដល់មុខមាត់ទេសចររបស់ប្រទេសខ្លួនផងដែរមកទល់ពេលនេះនៅថ្ងៃទី1ខែសីហាលោកនាយករដ្ឋមន្ត្រីថៃអនុទានឆាន់វរៈគុលក៏បានទៅដល់ទីតាំងដែលកប់ជនជាតិរុស្ស៊ីពីអ្នកបងប្អូននោះហើយក៏បានសុំទោសទៅកាន់សាធារណជនរបស់រុស្ស៊ីផ្ទាល់ផងដែរយោងទៅតាមការផ្សាយរបស់បណ្ដាញសង្គមសារព័ត៌មានថៃខៅសតអេងក្លីបានចេញផ្សាយនៅល្ងាចថ្ងៃសៅរ៍លោកអនុទានបានធ្វើដំណើរទៅកាន់ទីតាំងកប់សាកសពពីរកន្លែងនៅក្នុងខេត្តឈុនបុរីដែលកប់សាកសពជនរងគ្រោះចំនួន5នាក់នៅក្នុងនោះក៏មានបងប្អូនបង្កើតជាជនជាតិរុស្ស៊ី2នាក់នោះផងដែរ